ដូចមិនដេញទៅបត់ទេព្រះបិតាបត់មិនខ្ញាល់នឹងព្រះបិតាទេព្រោះនេះជាកម្មពីរបស់បត់គឺជាព្រំលិខិតទេដែលកំណត់ឲ្យបត់ត្រូវឃ្លាតពីបិតាដូច្នេះព្រះមេត្តាបានហើយបត់បិតាលាបត់ហើយសូមស្ដេចយាងក្រាបទូលព្រះបិតាព្រះអង្គព្រះមេត្តាជួយបត់ផងព្រះមេត្តាបត់ឃ្លាតពីព្រះមេត្តាព្រះមេត្តាបត់ថ្វាយបង្គំលាហើយសូមព្រះមេត្តាថែប្រកាយផងសូមទេវតាតាមជួយថែរក្សាបុត្រផងគាត់តែទាំងបើបានហើយគាត់អាចទៅលៀងខាងច្បាប់ទៅដល់ហើយគាត់តែគាត់ទៅលៀងទៅអត់បានកាន់តែជាងទេណាខិតសិបើអត់ព្រះនាងបើហើយចាំហើយចាំហើយពួកឯងចាំណាស់ជួយឲ្យយើងជួយទៅមើលព្រះនាងមើលផងទៅហើយនេះក៏ប្រហែលជាមួយព្រះនាងទៅវិញហ៎បើឯងចូលបានទេឲ្យទៅមិនថាយើងជួយទៅទៅមិនថាបាត់ជាងបើទេម្ចាស់បងកុំគិតពីខ្ញុំម្ចាស់អីយើងត្រឡប់ទៅរាជវាំងវិញទេបើជ័យអោព្រះនាងបើទូព្រះមេត្តាផងថាបើលាហើយទេយាយសុខចិត្តស្លាប់បើអូនម្ចាស់បងត្រឡប់ទៅរាជវាំងវិញទេបើបងមិនទៅទេព្រះនាងបើបងសុខចិត្តស្លាប់ជាមួយបើព្រះនាងបើអូនលោកបច្ចឃាតកុំសម្លាប់ព្រះនាងបើរបស់ខ្ញុំអីខ្ញុំសូមអង្វរខ្ញុំសូមអង្វរមែនហើយលោកបច្ចឃាតសម្រាប់ខ្ញុំម្ចាស់ព្រះនាងយើងទៅព្រះនាងដំណាក់វិញចុះទូបង្គំធ្វើនេះតាមរីបញ្ជាទេក្រាបទូលទាហានព្រះនាងសូមព្រះរាជទានទូលចាំចូលមកផងទៅណាចូលមកទេចាំបងព្រះនាងទៅព្រះនាងសូមព្រះរាជទានទោសដល់ទូបង្គំផងបាទយើងមិនឲ្យតែឯងខុសទេសម្រាប់យើងមិនចង់ព្រះមេត្តាព្រះបិតាបាត់លីហើយព្រះនាងបើ
មិនគួរនឹងពឹងសោយទីបង្គត់ដូចនេះសោះយើងនឹងប្រោះជីវិតមកគេរស់ឡើងវិញព្រះនាងត្រូវធ្វើដំណើរទៅទិសខាងកើតព្រះនាងនឹងបានជួបមិនគួរនឹងពឹងសោយទីបង្គត់ដូចនេះសោះយើងនឹងប្រោះជីវិតមកគេរស់ឡើងវិញព្រះនាងត្រូវធ្វើដំណើរទៅទិសខាងកើតព្រះនាងនឹងបានជួបជាមួយនឹងព្រះកែវដែលជាគូក្រុមរបស់ព្រះនាងហើយព្រះកែវម្ចាស់បងកែវម្ចាស់បងនៅទីណាខ្ញុំម្ចាស់អស់កម្លាំងម្ចាស់បងនៅទីណាប្រសាម្ចាស់បងកែវព្រះនាងដឹងប្រកាយហើយហ៎ខ្ញុំម្ចាស់នៅទីណាព្រះអង្គជាម្ចាស់បងកែវមែនទេគឺទូលបង្គំកែវណាម្ចាស់អូនបានសន្លប់លងលក់មិនដឹងប្រកាយទេម្ចាស់បងគោបាននិមិត្តឃើញម្ចាស់អូនសន្លប់លងលក់ដូច្នេះម្ចាស់បងគោក៏យកម្ចាស់អូនមកក្នុងដំណាក់នេះតែម្ដងទៅហើយម្ចាស់បងគោក៏បានទ្រង់គ្រឿងឲ្យម្ចាស់អូនទៀតផងខ្ញុំម្ចាស់ថ្វាយបង្គំម្ចាស់បងខ្ញុំម្ចាស់ម្ចាស់អូនចង់ទៅណាចោលបងទៀតហើយម្ចាស់អូនដឹងទេបងបែកពីម្ចាស់អូនបងនឹកខ្លាំងណាស់បងចង់ជួបចង់ចរចាចង់ប្រាប់ថាបងស្រឡាញ់ម្ចាស់អូនណាស់ព្រះអង្គមានប្រគុណធ្ងន់ណាស់ចំពោះខ្ញុំម្ចាស់បើព្រះអង្គមានប្រតិយដូច្នេះមែនខ្ញុំម្ចាស់សូមផ្ញើសង្ខារលើព្រះអង្គផងម្ចាស់បងពួកទូលបង្គំចង់ឲ្យម្ចាស់បងជួយមិនចាំបាច់រៀបរាប់ទេបងដឹងហេតុការណ៍អស់ទៅហើយបងនឹងរកថ្ងៃល្អដើម្បីរៀបអភិសេកដល់បងទី2ចុះហើយតទៅយើងរស់នៅជាមួយគ្នាជារៀងរហូតអរព្រគុណម្ចាស់បងពៅអូនខ្ញុំម្ចាស់ក្រាបថ្វាយបង្គំព្រះអង្គល្អហើយស្នំឯងខ្ញុំម្ចាស់បែកពីព្រះភ័ក្ត្រព្រះអង្គមិនបានទេដូច្នេះខ្ញុំម្ចាស់សូមទៅនគរកតសិលាជាមួយនឹងព្រះអង្គដែរក្រាបទូលមិនបានទេស្នំឯងលើកនេះបងត្រូវយកអារម្មណ៍ដួលទៅប្រកួតបងសម្រេចប្រតិថាឲ្យនាងសយនាងសំដង្ហែទៅជាមួយបងទៅបានហើយព្រះអង្គមិនចាប់ប្រតិជាមួយនឹងខ្ញុំម្ចាស់ទេមែនទេមិនមែនចឹងទេគឺបងចង់ឲ្យស្នំឯងនៅថែរក្សាព្រះនគរជំនួសបងណាតើព្រះអង្គទុកប្រតិដែរទេថាបានឈ្នះមន់ស្ដេចព្រះចៅក្រុងកម្ពុជានោះបងជឿជាក់ថាពិតជាឈ្នះគ្មានមន់ណាអាចយកឈ្នះអារំដួលបានទេស្នំឯងគិតមើលចុះមន់រាប់ពាន់នៅក្នុងនគររបស់យើងសុទ្ធតែចាញ់អារំដួលទាំងអស់ត្រង់នេះហើយដែលបងជឿជាក់ថាប្រកាសជាឈ្នះស្អែកនេះបងនឹងឲ្យរាជទូតយកសារទៅថ្វាយព្រះចៅក្រុងកម្ពុជាដើម្បីសូមធ្វើការប្រកួត